បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទសម្រាប់វីដេអូនេះដែរគឺខ្ញុំអត់មានអីប្លែកថតជូនចែកបងប្អូនមើលលេងទេគឺមានតែមន់ប្រហែលក្រុមហ្នឹងដែលខ្ញុំតែងតែថតជូនបងប្អូនមើលជារឿយៗអញ្ចឹងបាទហើយមន់ទាំងអស់នេះគឺខ្ញុំក្រុងវាទុកចោលទេដោយសារខ្ញុំធ្វើការវិញព្រឹកអញ្ចឹងអត់មានពេលចូលរមិតថ្មឬក៏ស្អីវាទេយើងគ្រាន់តែក្រុងទុកចោលហាលថ្ងៃម៉ោង7 8យើងយកចូលវិញហើយតែមិនមែនខ្ញុំយកចូលទេខ្ញុំប្រាប់ម៉ែខ្ញុំឲ្យគាត់យកចូលកន្លែងម្លប់ចឹងយកមានពេលមើលថែបណ្ឌិតដល់ទេគ្រាន់តែយើងក្រុងទុកចោលអញ្ចឹងហើយខ្ញុំថតក៏មិនថតសកម្មភាពមុនអីច្រើនឲ្យបងប្អូនមើលទេគឺថតតែពីមុនហ្នឹងទេមកមេអំបៅនិងអាជួយហ្នឹងសម្រាប់មុនពីរនេះគឺគីឡូប៉ុណ្ណឹងគ្នាគីឡូ30សាច់ណែនដូចគ្នាប៉ុន្តែអាមេអំបៅនោះវាច្រោះគ្នាឈឺជើងនិងខូចឆ្ពុះចឹងរយៈពេលយូរដែរវាជាសម្រាប់ជួយនេះគឺវាអត់មានអីបញ្ហាទេរោមក៏ដុសចិត្តល្អហើយខ្នាយក៏កាត់បានស្អាតទៀតណាបញ្ចូលមានថ្មនិងសៃវាតិចតួចតែប៉ុណ្ណោះអាចយកលេងបានហើយសម្រាប់អាមេអំបៅនោះប្រហែលជាគិចូលឆ្នាំឬក៏ចូលឆ្នាំហើយយើងអាចយកទៅលេងបានដែរព្រោះអីវានៅឈឺជើងហើយមាត់ឆ្ពុះហ្នឹងខូចទៀតហើយម្យ៉ាងវិញទៀតនោះគឺរោមវាទៅតែផ្លាស់ប្ដូរបានប្រហែលជា50% ទៅ 60% ប៉ុន្តែការវាយក៏វាខុសគ្នាដែរបងប្អូនសម្រាប់ជួយនេះវាយជើងជះអាមេអំបៅនោះវាយគិក្នុងអញ្ចឹងក្បាច់វាយវាយ៉ាងម្នាក់ទេអញ្ចឹងសម្រាប់បងប្អូនដែលđangមើលហ្នឹងស្រឡាញ់ប្រភេទមុនវាយដូចមិនដែរវាយជើងជះជើងបាចឬស្លាញ់មុនវាយពីក្នុងសម្រាប់ខ្ញុំស្លាញ់មុនវាយពីក្នុងជាងព្រោះវាអាកាសស៊ីច្រើនតែសម្រាប់បងប្អូនខ្ញុំអត់ដឹងទេនេះបងប្អូនមើលសកម្មភាពវាទៅគឺវាដើរយ៉ាងខ្ញាក់ជើងនោះគឺវាឈឺជើងវាច្រោះត្រូវធ្ងន់បងប្អូនឡើងឈាមមកលហាមហើយឆ្ពោះនឹងខូចអស់ហើយខ្ញុំក៏មាននំចូលដែរ1គីឡូ25គឺនៅចិត្តអាមេអំបៅនោះអញ្ចឹងចាំវីដេអូក្រោយខ្ញុំថតចិត្តឲ្យបងប្អូនមើលហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នា